ថ្ងៃចំនួន2ដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺជាថ្ងៃដែលអ្នកចាប់កំណើតនៅលើភពផែនដីនេះនិងថ្ងៃដែលអ្នកស្វែងរកឃើញនៅបុព្វហេតុនៃជីវិតរបស់ខ្លួន Mark Twain អ្នកនិពន្ធអាមេរិកវាគឺជារឿងមួយដ៏ល្អដែលអ្នកបានចាប់កំណើតនៅលើភពផែនដីយើងនេះប៉ុន្តែអ្វីៗគ្រប់យ៉ាងនឹងកាន់តែប្រសើរប្រសិនបើអ្នកបានស្វែងរកឃើញនៅបុព្វហេតុនៃជីវិតរបស់អ្នកដែលសំដៅលើមូលហេតុឬគោលបំណងដែលអ្នកត្រូវតែបន្តដំណើរជីវិតរបស់អ្នកទៅមុខព្រមទាំងគោលដៅចុងក្រោយដែលអ្នកចង់ទៅដល់តាមរយៈបុព្វហេតុនិងអ្នកនឹងដឹងពីមូលហេតុដែលអ្នកត្រូវក្រោកពីដំណេកជារៀងរាល់ព្រឹកអ្នកនឹងផ្ដល់តម្លៃឲ្យជីវិតរបស់ខ្លួនឯងជាមុនអ្នកនឹងមិនបោះបង់ចោលនៅអ្វីដែលអ្នកកំពុងធ្វើពាក់កណ្ដាលទីហើយអ្នកក៏នឹងមិនរស់នៅដើម្បីប្រយោជន៍របស់ខ្លួនឯងដែរមនុស្សដែលរស់នៅដោយមានបុព្វហេតុគឺជាមនុស្សដែលមិនត្រូវការកម្លាំងចិត្តពីនរណាម្នាក់ឡើយគ្រប់ពេលដែលគេបាក់ទឹកចិត្តឬអស់សង្ឃឹមគេអាចប្រើបុព្វហេតុដែលគេបានកំណត់តាំងពីដើមទីដើម្បីលើកទឹកចិត្តខ្លួនឯងមនុស្សដែលមានជីវិតរស់នៅដោយមានបុព្វហេតុតែងតែផ្ដល់តម្លៃដល់គ្រប់វិនាទីដែលខ្លួនដកដង្ហើមហើយផ្ដល់តម្លៃដល់គ្រប់ចំណែកកិច្ចការដែលខ្លួនបានធ្វើសរុបរួមមកបុព្វហេតុគឺជាអ្នកឆ្លើយតបនៅមូលហេតុដែលមនុស្សយើងត្រូវធ្វើអ្វីដែលខ្លួនកំពុងធ្វើនិងជាអ្នកតម្រង់គោលដៅដែលយើងឆ្ពោះទៅរក